ជំងឺមហារីកមាត់ស្បូនតើវាឆ្លងកើតដោយរបៀបណាហើយវាមានរោគសញ្ញាដូចម្ដេចចាបន្ទាប់ពីខ្ញុំចេញវីដេអូពាក់ព័ន្ធជាមួយនឹងវ៉ាក់សាំងការពារមហារីកមាត់ស្បូនមកគឺមានសំណួរជាច្រើនដែលពាក់ព័ន្ធជាមួយនឹងបញ្ហាមហារីកមាត់ស្បូនដែលមានបងស្ត្រីខ្លះគឺគាត់មានចម្ងល់ហើយគាត់ព្រួយបារម្ភចាពាក់ព័ន្ធមួយបញ្ហាមហារីកមាត់ស្បូនគាត់ចេះសួរអ្នកគ្រូអានឹងឆ្លងដោយរបៀបណាចាមែនវាមានការឆ្លងហើយវាមានរោគសញ្ញាដូចម្ដេចចាហើយក៏សប្បាយចិត្តមែនតើដែលទទួលបានសំណួរពីបងប្អូនស្ត្រីចាដោយសារអីមានន័យថាបងប្អូនស្ត្រីចាប់អារម្មណ៍លើសុខភាពរបស់ខ្លួនឯងហើយបានមានចម្ងល់មានសំណួរហើយមានការព្រួយបារម្ភចឹងខ្ញុំលើកឡើងតេតងនឹងចាជំងឺមហារីកមាត់ស្បូននឹងវាឆ្លងកើតដោយពពួកមេរោគ HPV ដែលក៏រោគមានចំនួន15ប្រភេទចាធំហ្មងចាហើយពពួកមេរោគ HPV ទាំង15ប្រភេទហ្នឹងភាគច្រើនគឺវាករោគឬក៏ឆ្លងតាមរយៈអីគេគឺតាមរយៈការរួមភេទចាការរួមភេទជាពិសេសបងអូនឬក៏បងប្អូនស្ត្រីដែលគាត់អាយុតិចនៅវ័យក្មេងគាត់រួមភេទទាំងវ័យក្មេងឬក៏ស្ត្រីដែលគាត់មានដៃគូរួមភេទច្រើនដែលគាត់អត់បានប្រើសោមការពារឬក៏គាត់រួមភេទញឹកញាប់រួមភេទដៃគូច្រើនពីមួយទៅមួយគឺភាគច្រើនគឺគាត់នឹងឆ្លងពពួកមេរោគ HPV ដែលបង្កធ្វើឲ្យគាត់កើតបញ្ហាមហារីកមាត់ស្បូននឹងតែម្ដងចាទី2គឺស្ត្រីដែលគាត់ជក់បារីចាស្ត្រីដែលគាត់ជក់បារីភាគច្រើនគឺធ្វើឲ្យគាត់កើតទៅលើបញ្ហាមហារីកមាត់ស្បូននឹងដូចគ្នាចាហើយចំណុចទី3គឺចំពោះស្ត្រីដែលគាត់មានប្រព័ន្ធការពាររាងកាយខ្សោយដែលគេសង្កេតឃើញភាគច្រើនគឺកើតឡើងទៅលើស្ត្រីដែលគាត់មានផ្ទុកមេរោគចាមេរោគអេដចា HIV ភាគច្រើនគឺអ្នកដែលគាត់មានផ្ទុកមេរោគ HIV គឺគាត់តែងតែនាំយកពពួកមេរោគ HPV ធ្វើឲ្យគាត់កើតមហារីកមាត់ស្បូនដូចគ្នាចាហើយចំណុចចុងក្រោយភាគច្រើនគឺកើតឡើងលើស្ត្រីដែលគាត់ចាអត់ដែលថែទាំអត់ដែលតេស្តអត់ដែលខ្វល់ខ្វាយអត់ដែលពិនិត្យរោគកោសិកាមហារីកមាត់ស្បូនទេព្រោះឯបញ្ហាមហារីកមាត់ស្បូនហ្នឹងតើតើនឹងរោគសញ្ញារបស់វាគឺអត់ងាយចេញរោគសញ្ញាឲ្យដឹងទេអញ្ចឹងអ្នកខ្លះគាត់មានហើយតែអត់ចេញរោគសញ្ញាគាត់ដែរខ្វល់ខ្វាយគាត់ដែរពិនិត្យអញ្ចឹងភាគច្រើនគឺគាត់ទុកឲ្យខ្លួនឯងដំណាក់កាលមួយហួសពេលកើតទៅជាមហារីកតែម្ដងចាពួកអីតើតើនឹងរោគសញ្ញាមហារីកមាត់ស្បូនណាចាគឺវាអត់មានរោគសញ្ញាបញ្ចេញមកយើងចាប់អារម្មណ៍ភាគច្រើនគឺវាសង្ងំនៅខាងក្នុងនឹងមានរោគសញ្ញាធំមានរោគសញ្ញាធំតែមួយពីរឯងដូចជាមានការធ្លាក់ឈាមខុសពីធម្មតាខុសប្រក្រតីដែលមិនមែនជាឈាមរដូវដែលស្ត្រីមានការធ្លាក់ឈាមខុសពីប្រក្រតីខុសពីធម្មតាចាឆាប់ទៅពិនិត្យចាទី2គឺរួមភេទមានការធ្លាក់ឈាមដែលគាត់មានការធ្លាក់ឈាមក្នុងអំឡុងពេលរួមភេទឬក៏គាត់ក្រោយពេលរួមភេទហើយឃើញមានការធ្លាក់ឈាមខុសពីធម្មតាហើយទី3គឺពាក់ព័ន្ធមួយការធ្លាក់ទឹករំអិលដែលគាត់នៅសសរមានការធ្លាក់ទឹករំអិលបែបថ្លាជួនកាលការធ្លាក់ទឹករំអិលហ្នឹងដូចធ្លាក់សអញ្ចឹងហើយវាមានក្លិនស្អុយចាដែលមានការធ្លាក់ទឹករំអិលបែបញឹកញាប់ចាខាប់ដូចទឹកបាយបែបថ្លាហើយមានលេីឡំមួយក្លិនស្អុយមានការធ្លាក់ឈាមខុសពីធម្មតាមានការធ្លាក់ឈាមនៅក្នុងអំឡុងពេលរួមភេទនៅមួយដៃគូហ្នឹងហើយគឺជារោគសញ្ញាដែលបង្ហាញថាយើងកំពុងតែចាអាចប្រឈមមុខឬក៏កំពុងតែកើតទៅលើបញ្ហាមហារីកមាត់ស្បូនដែលស្ត្រីគួរតែឆែកសុខភាពហើយដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹងឲ្យបានត្រឹមត្រូវចាអរគុណ